សួស្តីពុកម៉ែបងប្អូនអញ្ចឹងថ្ងៃហ្នឹងយើងទទួលបានទូរស័ព្ទ Oppo មកដែរ Oppo នេះ model វាOppo A6 ហើយបញ្ហារបស់វានឹងមិនធ្ងន់ធ្ងរប្រហែលទេគ្រាន់តែខូចអេក្រង់និងរបកសបកយើងមើលភីនភាគសបកវាទៅគឺថារបកតិចអស់ហើយអញ្ចឹងទូរស័ព្ទមួយដើមហ្នឹងគឺភ្ញៀវគាត់ដូរយកប្រភេទអេក្រង់ស៊ីនម៉ាស៊ីនហើយសបកវាក៏ប្រភេទសបកស៊ីនម៉ាស៊ីនដែរអញ្ចឹងកុំឲ្យខាតយូរយើងធ្វើការដោះខ្នងក្រោយមកខ្នងនេះខ្ញុំបានមកខ្ចៅអីហើយកុំឲ្យខាតពេលយើងយូរអញ្ចឹងណាចុះបន្ទាប់មកយើងត្រូវការដកសៀលដកអីដកសៀលហ្នឹងគឺវាស្អិតទេដែលខ្ញុំដោះនេះអាហ្នឹងប្រភេទ Opler ហើយ Opler ហ្នឹងគឺសភាពវាមានដាច់ឆក់វាមានកតិចដៃកតិចអីឆក់ជាប់នៅហ្នឹងអញ្ចឹងយើងធ្វើការសម្អាតវាទៅឲ្យវាឆ្លាស់កុំឲ្យលឺទៅរ៉ែកុំឲ្យអត់សូវលឺចឹងទៅហើយនេះប្រភេទម៉ាស៊ីនរបស់វាម៉ាស៊ីនគឺទូចទេមិនធំប្រហែលទេប៉ុន្តែកម្លាំងវាខ្លាំងអាចទេបានរាប់រយម៉ាតចឹងទៅហើយខ្ញុំដាក់ហ្នឹងគឺជាប្រភេទgel សម្រាប់បញ្ចុះកម្ដៅអញ្ចឹងពេលយើងដាក់ហ្នឹងទៅវាជួយឲ្យម៉ាស៊ីនហ្នឹងកុំឲ្យក្ដៅវាជួយបញ្ចុះកម្ដៅម៉ាស៊ីនបានមួយចំនួនធំអញ្ចឹងណាអញ្ចឹងយើងក៏ចាប់ផ្ដើមដាក់ម៉ាស៊ីនចូលតួចឹងមកសកត់ឲ្យវារៀងបែកអា gel ហ្នឹងឲ្យវាសប់ពេញសាច់ម៉ាស៊ីនអញ្ចឹងណាដើម្បីវាជួយបញ្ចុះកម្ដៅបានល្អហើយបន្ទាប់មកគឺយើងដាក់នេះគឺប្រភេទដុំញ័រដែលយើងទេមកញ័រគឺហ្នឹងអាហ្នឹងប្រភេទញ័រហ្នឹងឯងតែប៉ុណ្្នឹងទេបន្ទាប់មកក៏យើងសម្អាតគូតសាកប៉ាំងសាកប៉ាំងអីហើយក៏រៀបចូលអញ្ចឹងទៅប្រភេទនេះគឺសិតតែប្រភេទ Type C អញ្ចឹងគូតសាកវាគឺមិនសូវងាយខូចទេគាត់ថាខ្ញុំឃើញមានដីមានស្នឹមអីចឹងទៅខ្ញុំក៏សម្អាតជូនអតិថិជនឲ្យវាស្រួលអញ្ចឹងណាអូខេហើយយើងក៏សកត់ខ្សែអង្តែនខ្សែខ្មៅតិចហ្នឹងអាហ្នឹងជាប្រភេទខ្សែអង្តែនដែលចម្លងសេវារបស់វាអញ្ចឹងបើសិនជាអត់មានខ្សែហ្នឹងឬក៏ដាច់អីចឹងទៅអាហ្នឹងវាធ្វើឲ្យម៉ាស៊ីនហ្នឹងមានបញ្ហាខ្សោយសេវាដែរហើយមួយខ្សែប្រទេសធំនេះនឹងជាប្រភេទខ្សែចម្លងសាកចម្លងញ័រចម្លងអីហ្នឹងហើយបន្ទាប់មកខ្នងក្រោយគឺយើងត្រូវការបកសៀលចេញពីសបកចាស់ទៅដាក់លើសបកថ្មីវិញទាំងអស់កាលណាយើងដាក់ចឹងទៅវាជួយឲ្យម៉ាស៊ីនហ្នឹងវាមានលំនឹងអត់ហើបអត់អីចឹងរបស់ដែលជាប់នៅលើសបកចាស់គឺយើងលើកទៅដាក់លើសបកថ្មីទាំងអស់យើងធ្វើអញ្ចឹងគឺដើម្បីឲ្យវាដូចស៊ីនរបស់វាទៅវិញអញ្ចឹងហើយអញ្ចឹងសូម្បីតែសៀលនេះក៏យើងលើកពីអាចាស់ដាក់ថ្មីដែរព្រោះអាថ្មីវាអត់មានយើងលើកអាហ្នឹងក៏វាមានប្រយោជន៍របស់វាដែរវាដាក់ហ្នឹងទៅគឺឲ្យសលេងរបស់វាហ្នឹងងុំហើយអត់ញ័រអត់រ៉ែអញ្ចឹងណាដោយសារយើងដាក់ហ្នឹងទៅវាអត់មានអីទៅចេញខ្យល់ទេវាហប់វាងុំរបស់វាអញ្ចឹងសូម្បីតែរងកន្លែងញ័រហ្នឹងក៏យើងដាក់ទៅវិញដែរហើយខ្ញុំដាក់នេះគឺជាសំណាញ់កាប់វាកន្លែងសលេងរបស់វាកុំឲ្យវាចូលដីអញ្ចឹងទៅអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមបងប្អូនទាំងអស់គ្នាចូលចិត្តបើចូលចិត្តកុំភ្លេចជួយ follow ហើយនិង like ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយអរគុណបាយ